Chui xua sực đây chơi cho cha nên ngàyแต่บทสบายយើងប្រកាសឡើងដើម្បី control ការងារសិល្បៈសិល្បករនៅខេត្តបាត់ដំបងក៏ដូចជានៅស្រុកខ្មែរហើយក៏យើងមាន collaboration ជាមួយនឹងសិល្បករនៅអាស៊ីដែរអាស៊ីអឺរ៉ុបអីចឹងណាបច្ចុប្បន្នយើងផ្ដោតទៅលើតាប្រទេសកម្ពុជាសិនចានៅខាងក្រោមនេះយើងមាន space ដែលជា cafe ដែល promote តាក់ទងជាមួយ literacy តាក់ទងជាមួយនឹងអ្នកនិពន្ធសភៅរបស់ខ្មែរយើងហើយនឹងកន្លែងសម្រាប់ library យើងមានសភៅជាង600ក្បាលសម្រាប់អានសភៅនៅខាងក្រោមណាចាហ្នឹងហើយនៅទីនេះយើងធ្វើការជាមួយនឹងជនពិការក្រុមជនពិការហើយនឹងno plastic មានន័យថាកន្លែងរបស់យើង promote តាក់ទងជាមួយនឹង environment friendly យើងអត់ប្រើ plastic ទេជាទូទៅយើងមានរបស់ប្រើប្រាស់មួយចំនួនដែលយើង recycle ឧទាហរណ៍អានេះអញ្ចឹងយើងប្រើឲ្យប្រើទៀតយើងបោកហើយយើងប្រើវិញអញ្ចឹងណាដោយសារយើងព្យាយាមធ្វើម៉េចកាត់បន្ថយការប្រើប្រាស់របស់ដែលប្រើចោលអញ្ចឹងទៅហ្នឹងហើយយើងប្រើទៅយោឫស្សីហើយកាហ្វេយើងប្រើពីរតនគិរីហ្នឹងអីដែលយើងប្រើ off ដែរតាំងពីយើងបើកមកគឺយើងប្រើកាហ្វេខ្មែរហើយយើងចង់ជួយទៅនឹង social enterprise របស់ខ្មែរយើងដែរយើងមាន local shop ទូចមួយនៅនេះយើងប្រម៉ូទតាក់ទងជាមួយនឹងការងារសិល្បៈដែរប៉ុន្តែតាក់ទងជាមួយ something small thing ដែលនៅផ្សារយើងរត់មានអញ្ចឹងណាយើងមាន postcard មាន original artwork តូចហើយ handmade ហើយនឹងឧទាហរណ៍កម្មានេះអីចឹងមកពីខាងឧត្តមមានជ័យអញ្ចឹងទៅនៅផ្សារមានលក់អីចានេះដឹងនៅម្ដុំណារូបខ្លោធៀននិយាយទៅវាតាក់ទងជាមួយនឹងឧទាហរណ៍នេះដូចជានៅស៊ីមរៀបពេលខ្លះគាត់ទៅសេនៅពីក្រោយនេះចានៅតាណាអីចឹងខេត្តកំពង់ចាមអញ្ចឹងទៅអញ្ចឹងគាត់ទៅថតរូបអាគារចាស់អីបុរាណអីអញ្ចឹងឬក៏វត្តឬអីចឹងណាដែលគាត់មើលទៅថាវាពិសេសសម្រាប់អួតគេថាអូស្រុកខ្មែរយើងកំពិតយើងមានទីតាំងស្អាតច្រើនណាស់ហើយយើងអាចប្រើប្រាស់វាជាអនុស្សាវរីយ៍អីចឹងណាចាហ្នឹងហើយបែបហ្នឹងហើយចាយើងមានលក់ឧបករណ៍ប្រេងខ្មែរដែរដោយសារនៅទីនេះយើងប្រម៉ូទការងារសិល្បៈហើយមិនសិល្បៈហ្នឹងមិនតែគំនូរយើងមានភ្លេងដែរមានន័យថាពេលខ្លះយើងធ្វើ open mic សម្រាប់ឲ្យអ្នកដែលចូលចិត្តភ្លេងហ្នឹងគាត់មកជុំគ្នាជជែកច្រៀងលេងជាមួយគ្នានិពន្ធជាមួយគ្នាអីអញ្ចឹងណាហ្នឹងហើយបែបអញ្ចឹងភាគច្រើនបច្ចុប្បន្នយើងធ្វើការជាមួយសិល្បករនៅបាត់ដំបងរបស់យើងផ្ទាល់ប៉ុន្តែក៏យើងធ្វើការជាមួយនឹងសិល្បករផ្សេងមកពីខេត្តផ្សេងច្រើនដែរដោយសារមានពីសៀមរាបមានពីភ្នំពេញមានពីខេត្តផ្សេងអញ្ចឹងណាអញ្ចឹងយើងធ្វើការជាមួយគាត់ហើយនឹងconnect គាត់ជាមួយនឹងសិល្បៈផ្សេងសិល្បករបាត់ដំបងដែរអញ្ចឹងណាចាជាបើសិនជាភ្ញៀវមកគ្រប់គ្រងគំរូនៅខាងនោះទៅអាចជួយបានខ្លះដល់សិល្បករច្រើនជួយក៏បានសម្រាប់ខ្ញុំវាសំខាន់ទី1ជួយឲ្យសិល្បករគាត់មានការងារធ្វើគាត់គាត់លើកទឹកចិត្តខ្លួនឯងក្នុងការធ្វើការងារថ្មីបន្ថែមទៀតពេលគាត់អាចលក់ដាច់ទៅគាត់អាចមានចំណូលសម្រាប់ទិញពណ៌ទិញប្រដាប់សម្រាប់ការគូរបស់គាត់ហ្នឹងគាត់ធ្វើការងារថ្មីបន្ថែមទៀតហើយទី2គាត់ជួយគ្រួសារគាត់អញ្ចឹងគាត់មានគ្រួសារគាត់មានកូនគាត់មានឪពុកម្ដាយគាត់ដូចយើងនៅស្រាប់ហើយម្នាក់នៅក្នុងគ្រួសារគឺយើងមានទទួលបន្ទុកមិនត្រឹមមកខ្លួនឯងប៉ុន្តែយើងមានគ្រួសារក្នុងការជួយគាត់ទៀតមានន័យថាជួយចិញ្ចឹមជួយគុតគង់អីចឹងទៅចាហ្នឹងហើយអាហ្នឹងជារឿងសំខាន់ហើយទី3មួយទៀតហ្នឹងគឺយើងសម្រាប់ខ្ញុំអ្នកដែលទិញការងារសិល្បៈគឺគាត់បានជួយលើកស្ទួយសិល្បៈក៏ដូចជាសិល្បៈនៅកម្ពុជាដែរមានន័យថាគាត់បានមើលឃើញថាការងាររបស់សិល្បករនៅកម្ពុជានិងជាពិសេសខេត្តបាត់ដំបងគឺមានតម្លៃហើយវាគួរឲ្យចាប់អារម្មណ៍ហើយស្អាតបានគាត់យកទិញយកទៅអញ្ចឹងណាចាហ្នឹងហើយគុណនៅទីតាំងមកមានតែកាហ្វេឬក៏មានអីដែរសិនជាគឺមកក៏អាចទទួលបានអាហារផ្សេងជាទូទៅនៅកន្លែងយើងមានកាហ្វេមានរបស់ញ៉ាំតិចតួចអញ្ចឹងណាតែបើភ្ញៀវគាត់ចង់ booking ជាអាហារបែបខ្មែរហ្មងគឺគាត់ត្រូវការ booking មុនជាក្រុមអីអញ្ចឹងក៏យើងមានការរៀបចំបែបខ្មែរដែរចាហ្នឹងហើយអាចមានបាយពេលព្រឹកពេលថ្ងៃអីគាត់មកញ៉ាំបានចាគាត់អាចញ៉ាំបានចាជារបស់ខ្មែរ
ចាហូបខ្មែរ ខ្ញុំធ្លាប់ order ពីខាងបាទ តាមវាជា Grab តាម អូ Grab ចាយើងមាន Grab ហើយមានញ៉ាំ24ឥឡូវហ្នឹងឯង Grab ចា ចាហើយខ្ញុំ order បាយផ្លូវមាត់អង្គសម្រោង ក៏សម្រងអរគុណច្រើនអ្នក feedback ភ្លាមៗ ចាធ្លាប់កំបងអីញ៉ាំចាប្រអប់ យើងដាក់ smoke ក៏ចា ខ្ញុំបាត់បងគ្មានស្គាល់ជាតិសន្តាគារស្អាតស្អាត ចូលចិត្តប្រើអត់អាចយកបានហ្នឹងហើយ បងអ្នកទងសំប្រាក់ទាំងអស់នេះសិតតែយើងលក់ទាំងអស់មែនទេ ចាយើងលក់ឲ្យឧទាហរណ៍ដូចអានេះចឹងខាង photo ភ្នំពេញ festival ហើយ5-10ឆ្នាំហើយគាត់និយាយទៅគាត់ជួយសមាគមគាត់ធ្វើការងារមហោស្រពចំណូលអាចហ្នឹងរៀងរាល់ឆ្នាំនៅបាត់ដំបងយើងដែលគេស្គាល់ច្រើនដោយសារគាត់ប្រម៉ូទតាក់ទងជាមួយការងារសិល្បៈនៅបាត់ដំបងចាហ្នឹងហើយនិយាយទៅដូចនេះ មានតាមជាផលិតផលរបស់ខ្មែរយើង ផលិតផលអីគេ ជាផលិតផលអត់មានខាងរបស់ Solida ចាពីមានសាប៊ូមានអីមានអីបងហើយគ្នាយើងស្គាល់ខ្លះហើយអានេះជាផលិតផលរបស់ខ្មែរ ceramic នៅខាងសៀមរាបដែលមិត្តភ័ក្តិរបស់យើងគាត់មានសមាគមសហគមន៍ដែលគាត់ធ្វើការជាមួយនឹងសមាគមនៅសៀមរាបហើយគាត់ធ្វើបែបច្នៃប្រឌិតនិយាយទៅការងារមួយចំនួនហ្នឹងគឺ very artistic ហ្មងដោយសារវា unique ហើយវាមានតម្លៃអញ្ចឹងណាយើងធ្វើយើងទៅបដោតទៅលើអីគេការច្នៃប្រឌិតខ្ពស់និយាយទៅពួកគាត់ហ្នឹងហើយហើយវាអត់សូវមានវា ក្បាច់ខ្មែរចំ ចាគាត់ធ្វើក្បាច់ខ្មែរធ្វើបែប web នេះ elephant អីចឹងទៅក្បាច់បែបបុរាណខ្មែរប៉ុន្តែវា connect ជាមួយនឹងបាត់ដំបងឬក៏ស្រុកខ្មែរយើងអីចឹងណាហ្នឹងហើយពីច្រើនបែបហ្នឹងចានេះយើងយកទៅធ្វើអីក៏បានដែរតែវា very unique ត្រង់ថាវាមានពីអក្សរខ្មែរយើងទៅពីលើដោយកំពិតគាត់យកអក្សរមួយចំនួនហ្នឹងគឺពីក្រោយអីគេពីក្នុងជាងអង្គរវត្តយើង style មួយចំនួនហ្នឹងដើម្បីឲ្យយើងកាន់ទៅយើងដឹងថាអានេះមកពីស្រុកណាហើយការពិតគេនិយាយអំពីប្រវត្តិនៃការងារមួយអញ្ចឹងណាចាអូខេដោយសារខ្មែរយើងប្រើជួយទៅធ្វើអីច្រើនព្រោះគាត់ដើរលេងគាត់អាចបង្កប៉ុន្តែគាត់អាចជូតខ្លួនគាត់អាចអីអញ្ចឹងទៅនៅឧត្តមមានជ័យអូបានតែប៉ុន្តែកាត់អាវទល់បើខាងនេះខាងណាស់អ្នកយាយនេះដឹងរឿងតែខ្ញុំអ្នកទៅតា បើខាង Goel គាត់ផលិតធ្វើកណាត់ខ្លួនឯងទៅដោយអ្នកបាត់ដំបងចង់ទៅអញ្ចឹងមកហាងបុកស្បែក ហើយឥឡូវសួរថាឥឡូវមានអីទៀតអត់វាថាគាត់ពុកម៉ាក់ខ្ញុំហ៎វាថាឥឡូវធ្វើឲ្យតែគេមិនទៅខ្ជិលធ្វើ branding ខ្លួនឯងចុះឥឡូវមានណាគេ ដូចជាខាង IBT ហើយនឹង គេធ្វើច្រើននិយាយទៅគាត់រៀបចំឲ្យគេហ្មងអញ្ចឹងណារបៀបថាអ្នកផលិតដើរតួជាអ្នកផលិតជាជាងយើងលក់ខ្លួនឯងគាត់ថាហ្នឹងក៏វាស្រួលជាងដែរអញ្ចឹងណាគាត់អត់ធ្វើ marketing ខ្លួនឯងទេគាត់ ចា គាត់វាយតាគាត់អ្នកផលិត ចាតែកម្មពិតអញ្ចឹងក៏ល្អដែរមែនទេបងមើលថាធ្វើម៉េចឲ្យគេស្គាល់កន្លែងបងទីតាំងមែនអត់មកឥឡូវបងជើញឡើងទៅលើកន្លែងបងយើង design ជាទូទៅយើង accessible សម្រាប់ជនពិការដែរអាហ្នឹងជាអីដែល unique កន្លែងយើងចូលទឹកចូលអីយកអីបានអីអញ្ចឹងស្រួលឥឡូវអត់ទេតែ access ខាងក្រោមបានអត់ត ចាប់អារម្មណ៍អីចឹងណាក្នុងសាមូ អ
ដាក់ QR code ទៀតតែលើកនេះអត់បានដាក់ដោយសារមែនតើទៅគាត់ក្រឲ្យការងារយើងពេកយើងធ្វើអត់កើត និយាយទៅចង់មកបែបស្ងាត់អង្គុយធ្វើការអីអ្នកខ្លះគាត់ឡើងមកលើចឹងទៅតែលើរៀងក្តៅបន្តិចគាត់ស្លាប់ហើយណាអ៊ំនេះគាត់ពីមុនគាត់អ្នកចាត់ចែងប្រព័ន្ធរថភ្លើងនៅបាត់ដំបងយើងហើយគាត់បានទទួលអីគេលិខិតប្រសើរហ្នឹងហើយគាត់ឲ្យមកគាត់ឲ្យមកមិត្តភក្តិខ្ញុំទៀតសម្រាប់បង្ហាញអញ្ចឹងដូចជា history ការងារគាត់ដែលគេទៅសារការងារគាត់អីអញ្ចឹងពីមុនណាចាគាត់ខូចហើយនេះគាត់ឈ្មោះអីគេសានីយ៉ាតែរកគាត់ឃើញបានចុះបើ10ឆ្នាំមុនគាត់មានន័យថាឯកសារនេះគឺគាត់ធ្វើការជាង10ឆ្នាំហើយការងារទាំងអស់នេះវាមាន documentary របស់គាត់ហ្មងណាអានេះគាត់គ្រាន់ highlight យកមកខ្លះហ្នឹងតែគាត់មានវីដេអូគាត់មានអីទាំងអស់ហើយគាត់និយាយទៅសិល្បករពីច្រើនគាត់ធ្វើដូចជា research អញ្ចឹង keep ធ្វើដដែលរហូតដល់គាត់ខូចអីចឹងនៅខាងសៀមរាបគេយកដាក់កញ្ចក់ចាដាក់កញ្ចក់នៅក្រៅអានេះពីសម័យមុនគេធ្វើរថភ្លើងហ្នឹងក្នុងឆ្នាំ1900គេធ្វើគេដាក់ដល់ពេលគេធ្វើថ្មីគេកាយចោលអានេះឆ្នាំវាចាឆ្នាំដែលធ្វើប្រព័ន្ធហ្នឹងចាហើយគេចោលអញ្ចឹងគាត់ដើរទិញហើយគាត់ខុសឆ្នាំគ្នាគាត់ទិញនេះ1966ដកមកឥឡូវ1966ដក2026 60ឆ្នាំនេះចាមានន័យថាហើយគាត់ដើរទៅរត់ទិញហ្នឹងគឺកន្លែងផ្សេងគ្នាអញ្ចឹងណាហើយបានតំណែងមកដូចគ្នាណាបំណែកនោះវារត់ទៅកន្លែងផ្សេងគេចោលគេកាយចោលប៉ុន្តែគាត់ទៅរកនោះគាត់ថា2023គាត់រកឃើញមកកណាត់អញ្ចឹងទៅ2024 26អញ្ចឹងណាចាគាត់រកឃើញខុសគ្នាកន្លែងផ្សេងគ្នាដែលគេចោលវាអញ្ចឹងណាគេយកទៅហ្នឹងហើយគេយកទៅទ្រាប់ជើងយកទៅអីអញ្ចឹងទៅនោះបាទនោះវិញនោះរបៀបនេះអញ្ចឹងទៅគេដាក់កុំឲ្យដីផ្ទះគេអីចឹងណាយ៉ានិយាយទៅគេរបស់មានតម្លៃចាបើគាត់ស្រឡាញ់អស់ហ្នឹងគាត់ចូលចិត្តរបៀបជាការអីគេអាហ្នឹងដូចអាខាយខ្មែរយើងដូចជាយកទុករបស់បុរាណអីចឹងណាអញ្ចឹង20ឆ្នាំទៀតទៅជា80ឆ្នាំគេឧទាហរណ៍អីបន្តអីទៀតចឹងចា10ម៉ោង10រហូតដល់ម៉ោង5ល្ងាចបន្តរថភ្លើងយើងឡើងប្រព័ន្ធយ៉ាប់មែនតើទៅសម័យមុនគាត់បកកែហ្នឹងនិយាយដូររហូតអញ្ចឹងណាអញ្ចឹងមកថត2ខែក្រោយគឺការងារផ្សេងការងារសិល្បករផ្សេងអញ្ចឹងទៅយើងអត់ຕົកដដែលទេហើយយើងចាថ្មីសម្រាប់ភ្ញៀវសម្រាប់សិល្បករគាត់មានឱកាសក្នុងការបង្ហាញការងារគាត់អីចឹងហើយរាល់ពេលធ្វើពិព័រណ៍បើកពិព័រណ៍យើងហៅភ្ញៀវមកចូលមើលមកដើម្បីមើលឲ្យស្ដាប់ជួបជាមួយសិល្បករអីចឹងណាចាការបើកខុសទៅភ្ញៀវគាត់ទេទាំងអស់ពេលបើកពិព័រណ៍យើងហៅខ្មែរយើងដែរតើអត់អីទេគាត់មកទៅដើម្បីគាត់អាចរៀនសូត្រពីប្រវត្តិសាស្ត្រខ្មែរយើងឬក៏ស្គាល់សិល្បករអីចឹងគាត់ចាប់ផ្ដើមស្គាល់សិល្បៈនៅបាត់ដំបងឧទាហរណ៍អីចឹងចាគាត់ថាភ្ញៀវដែលទិញវាច្រើនបរទេសវាជារឿងធម្មតាព្រោះយើងនៅមានចង់និយាយថាយើងនៅមានកំណត់នៃការចាយវាព្រោះយើងនៅក្រចង់និយាយចឹងណាតែគេសល់លុយគេជួបវងហើយថ្នាក់ដឹកនាំគាត់គិតថាវាសំខាន់ដែរសម្រាប់ខេត្តអីចឹងណាបានគាត់មកអីចឹងណាចាមុនដំបូងគាត់ថាមានបានមកណាដល់ពេលកូនចៅគាត់មកបន្តិចគាត់ថាមេមកដែរស្អែកអីចឹងតែបងរៀងមានសង្ឃឹមបន្តិចខំធ្វើហ្នឹងក៏វាមានប្រយោជន៍សម្រាប់ខេត្តដែរអីចឹងណាចាartist talk ដែរខែក្រោយយើងធ្វើកម្មវិធី artist talk មានន័យថាជួបសិល្បករយើងនាំអញ្ជើញសិស្សមួយចំនួនមកគាត់ហើយនៅសិល្បករបាត់ដំបងមកដើម្បីជជែកគ្នាពីការងារគាត់ពីអីចឹងលើនៅតែតិចទៀតរៀបជា apartment ជួលអត់ចង់នៅនេះយើងដូរអញ្ចឹងចាតែពេលយើងដូរនេះយើងដាក់យកអាចាស់ទៅណាវិញទៅ
អាហ្នឹងសិល្បករគាត់យកទៅវិញទៅ ចា ចាណាលក់ដាច់យើងញ៉ាំឲ្យភ្ញៀវអញ្ចឹងទៅ អានេះគេរៀប ចា ចំលក់អស់ ចាអានេះអត់ទេពួកការងារនេះគឺគាត់អត់មានសម្រាប់លក់ឯងមានន័យថាគាត់ដាក់បង្ហាញឯងចាបើការងារសម្រាប់លក់អត់មានប្រភេទអញ្ចឹងឯងមានន័យថាជា frame ជាទូជាអីឬក៏ធំអីជាកណ្ចាតែអស់នេះនិយាយទៅសិល្បករនេះគាត់អត់មានគិតរឿងលក់ឯងគាត់គិតពីរឿងបង្ហាញថាការងារអីគាត់អីអញ្ចឹងបាត់ដំបងហ្នឹងឯងបាត់ដំបងទាំងអស់ហ្នឹងឯងនិយាយដោយសារគាត់និយាយពីរឿងបាត់ដំបង ហើយនៅអាគិសនៅម្ដុំអាក្រោយហ៎ ចា គីបកាំងហ្នឹងតែគាត់លើខូចណាដោយសារគាត់ស្លាប់ក្នុងសម័យកូវីដហ្នឹងអញ្ចឹងក៏ម្ដាយគាត់ដែលជនជាតិបារាំងគាត់ត្រូវជាម្ដាយធម៌របស់ខ្ញុំដែរហ្នឹងគាត់ក៏យកការងារគាត់ពីតូចក្មេងៗពីបារាំងមកអញ្ចឹងក៏ខ្ញុំតាំងបង្ហាញទៅសម្រាប់អ្នកចាដែលគាត់ខូចហ្នឹងអញ្ចឹងទៅក៏ខ្ញុំតាំងបង្ហាញសម្រាប់សិស្សគាត់មានអ្នក fan គាត់ច្រើនហើយគាត់អ្នកបង្កើត file អីចឹងណាអញ្ចឹងវារឿងពិសេសច្រើនដែរសម្រាប់សមាគមសហគមន៍នៅបាត់ដំបងតាក់ទងមួយសិល្បៈអីចឹង ភ្លើងនេះឡើងខ្ជុះកវល់អញតិច បងកែទីបាត់ណាគេ អត់តាន់មានអត់ញ៉ាំ ខ្ញុំបញ្ញាអារម្មណ៍តាស្អាតខ្លាំង ងាកមកហើយហៅគេចូលទៅហៅអូនចូលហើយចោលកន្លែងសំខាន់ស្អាតនោះនេះដូចនេះមានដើមឈើមានទេសភាពហើយមានអានេះហើយមកអញចោលចោលមកចោលកន្លែងស្អាតអញ្ចឹងណា